ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូក៏ដូចជាមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំតំណាងឲ្យក្រុមទី1ដែលមានសមាជិកក្រុម3នាក់គឺមានឈ្មោះដូចជាសុនចន្ទលីមុំមនីកានិងឆៃសៃរតដែលមកបង្ហាញពីប្រធានបទវិស័យដឹកជញ្ជូនជំរុញដល់វិស័យសេដ្ឋកិច្ចប្រធានបទរបស់នាងខ្ញុំស្ថិតក្នុងលេខរៀងទី13ដែលបង្រៀនដោយមុខវិជ្ជាសេដ្ឋកិច្ចដោយលោកគ្រូឡាសធីតានាងខ្ញុំជានិស្សិតសិក្សាជំនាញផ្នែកធនាគារនិងហិរញ្ញវត្ថុសិក្សាក្នុងឆ្នាំទី1យើងទាំងអស់គ្នាពិតជាបានដឹងហើយថាវិស័យដឹកជញ្ជូនគឺជាសរសៃឈាមនៃសេដ្ឋកិច្ចប្រសិនបើវិស័យដឹកជញ្ជូនមានប្រសិទ្ធភាពវានឹងជំរុញឲ្យសកម្មភាពពាណិជ្ជកម្មគ្រប់ផ្នែកមានភាពរីកចម្រើននិងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាច្រើនក្នុងនោះដែរប្រសិនបើយើងនិយាយពីផលប្រយោជន៍ក្នុងវិស័យដឹកជញ្ជូនផ្ដល់ដល់វិស័យសេដ្ឋកិច្ចមានដូចជាទី1ការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិប្រព័ន្ធដឹកជញ្ជូនដែលទំនើបជួយតភ្ជាប់អ្នកផលិតក្នុងស្រុកទៅកាន់ទីផ្សារពិភពលោកតាមរយៈផ្លូវទឹកផ្លូវគោកផ្លូវអាកាសដែលធ្វើឲ្យទំនិញនាំចេញចូលបានឆាប់រហ័សធ្វើឲ្យផលិតផលក្នុងស្រុកមានភាពរីកចម្រើននិងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិឧទាហរណ៍ដូចជាផលិតផលស្រូវអង្ករជាដើមបច្ចុប្បន្នប្រព័ន្ធដឹកជញ្ជូនមានភាពរីកចម្រើនទៅធ្វើឲ្យស្រូវអង្ករអាចនាំចេញទៅក្រៅប្រទេសឲ្យបរទេសស្គាល់និងធ្វើឲ្យកសិករបានផលចំណេញនិងទ្រទ្រង់សេដ្ឋកិច្ចផងដែរចំពោះចំណុចទី2ការកាត់បន្ថយចំណាយនិងបង្កើនប្រាក់ចំណេញប្រព័ន្ធដឹកជញ្ជូនទំនើបជួយកាត់បន្ថយចំណាយលើសេវាកម្ម Logistics Cost នៅពេលតម្លៃដឹកជញ្ជូនថោកតម្លៃទំនិញនៅលើទីផ្សារក៏ចុះថោកដូចគ្នាដែរដែលធ្វើឲ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើប្រាស់កាន់តែច្រើនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានស្ថិរភាពនិងចំពោះយើងងាកមកមើលចំណុចទី3វិញគឺការបង្កើតឱកាសការងារវិស័យនេះបង្កើតឱកាសការងារជាច្រើនកន្លែងចាប់តាំងពីអ្នកបើកបរបុគ្គលិកលាងឃ្លាំងអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់អ្នកបច្ចេកទេសជួសជុលឧទាហរណ៍ដូចជាសប្តាហ៍ថ្ងៃមានក្រុមហ៊ុនដឹកជញ្ជូនដូចជាក្រុមហ៊ុន DRSB ជាដើមបានបង្កើតការងារដល់ប្រជាជនជាច្រើនអ្នកក្រោយមកយើងចូលមកដល់ចំណុចទី4វិញការជំរុញវិស័យកសិកម្មនិងឧស្សាហកម្មកសិករអាចដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារបានទាន់ពេលវេលាមិនឲ្យខូចគុណភាពផលិតផលនិងផលិតផលនៅស្រស់ល្អចំណែកឯរោងចក្រវិញត្រូវការដឹកជញ្ជូនវត្ថុធាតុដើមមកផលិតនិងដឹកជញ្ជូនផលិតផលសម្រាប់ឲ្យអតិថិជនបានទាន់ពេលវេលាឧទាហរណ៍ដូចជាកសិករដែលដាំដុះបន្លែបង្ការជាដើមគាត់អាចយកបន្លែមកលក់បានលឿនរហ័សនៅស្រស់ល្អដោយសារមានប្រព័ន្ធដឹកជញ្ជូនទំនើបធ្វើឲ្យគាត់ចំណេញពេលវេលាថវិកានិងលក់បានក្នុងតម្លៃសមរម្យអាចឲ្យប្រជាជនទិញបានគ្រប់គ្នាជួយទ្រទ្រង់សេដ្ឋកិច្ចជាតិឲ្យមានស្ថិរភាពចូលមកដល់ចំណុចចុងក្រោយចំណុចទី5ការទាក់ទាញវិនិយោគពីបរទេសប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អដូចជាផ្លូវល្បឿនលឿនកំពង់ផែទឹកជ្រៅតែងតែទាក់ទាញវិនិយោគឲ្យមកបើករោងចក្រនិងរកស៊ីកាន់តែច្រើនឧទាហរណ៍នៅពេលដែលអ្នកវិនិយោគចង់មកវិនិយោគគេតែងតែមើលទៅលើបញ្ហាប្រព័ន្ធដឹកជញ្ជូននេះកាលណាប្រព័ន្ធដឹកជញ្ជូនទំនើបធ្វើឲ្យការនាំចេញចូលរុក្ខធាតុផលិតនិងផលិតផលសម្រាប់បានងាយស្រួលចំណេញពេលវេលាថវិកាព្រមទាំងជួយលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិផងដែរសរុបសេចក្តីមកប្រព័ន្ធដឹកជញ្ជូនគឺពិតជាសរសៃឈាមនៃសេដ្ឋកិច្ចប្រសិនបើប្រព័ន្ធដឹកជញ្ជូនមានប្រសិទ្ធភាពវានឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្មគ្រប់ផ្នែកមានភាពរីកចម្រើនក្នុងនោះដែរការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះជួយទ្រទ្រង់សេដ្ឋកិច្ចទាំងវិស័យដឹកជញ្ជូនទាំងការវិនិយោគទុននិងឱកាសការងារជាច្រើនដល់ប្រជាជនផងដែរចំពោះឯកសារយោងដែលនាងខ្ញុំយកមកបង្កើតជាវីដេអូមួយនេះគឺយកមកពី YouTube Google និង Google Gemini ក៏ដូចជាព័ត៌មាន Fresh News និង Channel Logistics ជាដើម
ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចូលរួមស្ដាប់វីដេអូនេះរហូតដល់ទីបញ្ចប់